មានស្រមោចតូចមួយដើរទៅរកចំណីស្រាប់តែប្រទះឃើញស្គរតាំងម៉ែមួយដុំធំសម្បើមស្រមោចព្យាយាមរំកិលវាតែមិនរួចសោះស្រមោចឯទៀតដើរកាត់មកថាចោលវាទៅឯងតូចម្លេះលើកមិនរួចទេប៉ុន្តែស្រមោចនោះមិនដកថយទេវាឈរមើលដុំស្គរនោះហើយនិយាយក្នុងចិត្តថាគោលដៅខ្ញុំគឺយកស្គរនេះឲ្យចូលសម្បុកឲ្យបានវាចាប់ផ្ដើមខាំស្គរជាដុំតូចៗដឹកម្ដងបន្តិចចូលសម្បុកមួយដុំពីរដុំបីដុំវាដឹកមិនឈប់សូម្បីតែអស់កម្លាំងក៏នៅតែបន្តស្រមោចធំទាំងនោះមើលហើយសើចថាឯងធ្វើបែបនេះត្រូវដឹកប៉ុន្មានដងទើបចប់ឥតប្រយោជន៍ទេប៉ុន្តែស្រមោចនោះមិនខ្វល់ពីសម្ដីគេទេវាមានគោលដៅហើយការតាំងចិត្តថានឹងធ្វើឲ្យដល់ទីបញ្ចប់រាល់ដងដែលវាដឹកមកវាដឹងថាខ្លួនវាកំពុងតែខិតជិតទៅដល់គោលដៅមួយជំហានហើយចុងក្រោយស្គរតាំងម៉ែទាំងមូលត្រូវបានដឹកចូលសម្បុកអស់ស្រមោចធំទាំងនោះឈរស្ងៀមដោយភ្ញាក់ផ្អើលមេរៀននៅទីនេះគឺការតាំងចិត្តមិនមែនជាការធ្វើអ្វីធំដុំតែម្ដងនោះទេប៉ុន្តែវាជាការធ្វើរឿងតូចតាចដដែលដោយមិនដាច់ចិត្តស្រមោចនេះមិនបានធ្វើរឿងអស្ចារ្យទេតែវាគ្រាន់តែមិនបោះបង់វាមិនអស់សង្ឃឹមពេលបរាជ័យលើកទី1វាមិនចោះចាញ់ជាមួយពាក្យសម្ដីរបស់អ្នកដទៃវាជ្រើសរើសធ្វើបន្តការមិនបោះបង់មិនមែនមានន័យថាការធ្វើដដែលដែលអត់គិតនោះទេប៉ុន្តែវាជាការស្វែងរកវិធីថ្មីពេលវិធីចាស់មិនដំណើរការស្រមោចមិនខំរំកិលទាំងដុំនោះទេប៉ុន្តែវាប្ដូរវិធីខាំជាដុំតូចគោលដៅរបស់វានៅតែដដែលតែផ្លូវអាចបត់បែនបានជីវិតយើងក៏ដូចគ្នាគោលដៅធំអាចធ្វើឲ្យយើងភ័យខ្លាចប៉ុន្តែបើយើងចេះបំបែកវាជាជំហានតូចហើយដើរទៅមុខជារៀងរាល់ថ្ងៃនោះគោលដៅរបស់យើងនឹងមិននៅឆ្ងាយឡើយសូមចាំថាការបរាជ័យមិនមែនជាចុងបញ្ចប់ទេតែការបោះបង់ទើបជាចុងបញ្ចប់ពិតប្រាកដអ្នកអាចខ្លាចជាស្រមោចនោះដោយមានគោលដៅច្បាស់លាស់ចិត្តរឹងមាំមិនខ្លាចការមើលងាយពីអ្នកដទៃហើយដើរទៅមុខដោយមិនឈប់ថ្ងៃណាមួយអ្នកនឹងទៅដល់គោលដៅរបស់អ្នក